បាទសួស្តីបងប្អូនថ្ងៃនេះយើងធ្វើវីដេអូមួយទៀតពីរបៀបធ្វើសាច់សាស៊ីវអញ្ចឹងនៅក្នុងនេះខ្ញុំបង្ហាញពីវាថ្លឹងគ្រឿងហើយនិងពីគ្រឿងផ្សំរបស់សាស៊ីវអញ្ចឹងបងប្អូនទស្សនាហើយបើបងប្អូនចង់មានបំណងចង់ទិញរូបមន្តគឺតាក់ទងលេខខាងក្រោមដែលមានប្រព័ន្ធ066 65 9424นั่นគឺជាលេខ Telegram របស់ខ្ញុំហើយតាក់ទងមកហើយពាក់ព័ន្ធជាមួយនឹងធ្វើសាច់សាស៊ីវទី1យើងត្រូវរើសសាច់ដែលមានជាប់ខ្លាញ់ជាស្បែកបីជាន់ជាស្បែកហើយនឹងសាច់ស្មាមុខយើងធ្វើពីរហ្នឹងលាយចូលគ្នាហើយបន្តមកទៀតយើងប្រើគ្រឿងផ្សំទាំងអស់ដែលយើងទិញមកពីផ្សារហើយអធិស្ឋានផងដែលខ្ញុំមិនបានរៀបរាប់ប្រាប់ពីគ្រឿងផ្សំនីមួយៗដោយសារតែខ្ញុំគ្រាន់តែធ្វើវីដេអូបង្ហាញពីរបៀបធ្វើខ្លះប៉ុន្តែបើបងប្អូនចង់បានព័ត៌មានលម្អិតអាចតាក់ទងទិញរូបមន្តខ្ញុំបានយើងធ្វើតាមរូបមន្តឆ្ងាញ់ហើយអេមពណ៌ឡើងឡងដិតប្រឡាក់ជាប់ដៃលឹតដៃឆ្ងាញ់ទៀតហ្នឹងខ្ញុំនិយាយឲ្យគាត់ដឹងអស់ពីរបៀបធ្វើសាច់សាស៊ីរបស់ខ្ញុំហើយបងគាត់រៀនរបស់ខ្ញុំនេះគាត់រៀនទាំងអស់ពី10មុខនិយាយទៅពី10មុខហ្នឹងគឺគាត់យកកញ្ចប់ហ្នឹងហើយយើងរៀនចប់យើងឲ្យ recipe របស់គាត់មួយក្បាលគឺជាសភៅ recipe របស់ខ្ញុំដែលខ្ញុំរៀបចំចងក្រងអញ្ចឹងគាត់រៀនច្រើនណាស់មិនមែនតែសាច់សាស៊ីវទេគាត់រៀនពីខ្វៃសាស៊ីវ3ជាន់ខ្វៃផាក់ឡូវខគោហើយសាច់បៀកនំប៉័ងអាថ្លើមបៀកនំប៉័ងហ្នឹងហើយប៊ឺពងមាន់គេហៅ mayonnaise ផ្អែមហ្នឹងហើយបន្តមកទៀតគាត់ធ្វើជ្រក់សក់ជ្រក់អីខ្ញុំរៀនគាត់ទាំងអស់មកចប់មកឈុតវាហ្នឹងនំប៉័ងសាច់ហើយគាត់រៀនធ្វើការីហើយនឹងជួគ្រឿងជួយទៀតអញ្ចឹងឥឡូវគាត់ចាប់ដើមប្រឡាក់សាច់ហើយព្រោះគាត់ថ្លឹងគ្រឿងហើយការងារហ្នឹងមុននឹងធ្វើខ្ញុំចាប់ដើម training គាត់គឺខ្ញុំត្រូវនិយាយពីរឿងទិសស្ដីការយើងបញ្យល់ប្រាប់គាត់មួយអស់ហើយគាត់យល់ហើយយើងចាប់ដើមចូលធ្វើអនុវត្តបងហើយថ្លឹងគ្រឿងហើយប្រឡាក់សាច់ចឹងពណ៌ឡើងអេមហើយដុតទៅគឺស្អាតអញ្ចឹងរយៈពេលភ្លើងដុតភ្លើងអីយើងប្រាប់គាត់ទៀតហើយនៅក្នុង recipe របស់យើងក៏យើងចងទុកនៅក្នុងនោះដែរ SOP របស់យើងគឺយើងមាននៅក្នុងអស់ហើយអញ្ចឹងរបៀបដុតសាស៊ីវឲ្យតែយើងមាន recipe មានរូបមន្តហ្នឹងគឺវាដុតទៅគឺអេមហើយអត់មានពិបាកទេសំខាន់យើងប្រាប់ពីរបៀបដុតមួយទៀតទៅគឺហើយហើយប៉ុន្តែមានន័យបងប្អូនគិតមើលមានន័យបាក់ធ្វើបើយើងមានរូបមន្តអស់ហើយនឹងថ្លឹងទៅគ្រឿងទៅថ្លឹងតាមនឹងប្រមាណក្រាមដាក់ចូលសាច់ប្រមាណគីឡូនៅក្នុងហ្នឹងយើងប្រាប់អស់ហើយហ្នឹងហើយយើងទៀមទាមានឡបើអត់មានឡទៅយើងធ្វើធុងសាំងយកធុងសាំងធ្វើឡក៏បានដែរយើងដាក់អំពែម៉ែត្រអីមើលអង្សាភ្លើងទៅហើយយើងជឹងប្រើខ្ជូងក៏បានប្រើហ្គាសក៏បានសំខាន់គឺយើងប្រើភ្លើងកម្លាំងវាប្រើប្រមាណអង្សាអញ្ចឹងណាហើយយើងដាក់សាច់សាស៊ីវបញ្យួរតាមដៃវាទាំងអស់ទៅនេះគេនៅក្នុងរូបវីដេអូអញ្ចឹងបញ្យួរហើយយើងសំខាន់ដល់តែឡងក្តៅដែលយើងចង់បានប្រមាណអង្សាសិនហើយចាំយើងដាក់ចូលអញ្ចឹងពពួកសាស៊ីវដុតស្រួលទេអត់មានន័យពិបាកទេសំខាន់គឺមានឡបើអត់មានឡទៅយើងធ្វើធុងសាំងដូចខ្ញុំនិយាយខាងលើអញ្ចឹងយើងចាប់ដើមដើរចេញទៅដល់ម៉ោងដាក់ម៉ោងរោទៅយើងកំណត់បានវាឆ្អិនគឺយើងចាប់ដើមដាក់ម៉ោងរោហើយយើងមកមើលទៅយើងខ្ជិលយើងខ្ជិលញ៉ៃច្រើនណាយើងដាក់តែម៉ោងរោដល់ម៉ោងយើងចូលទៅមើលឆ្អិនហើយទាញឆ្អិនទាញឡើងហ្មងឃើញទេអត់មានពិបាកទេហើយសាច់សាជីយើងគឺមាន2មុខ3ជាន់ជាមួយនឹងស្មាមុខអញ្ចឹងឥឡូវចាប់ដើមឆ្អិនហើយអញ្ចឹងបើបងប្អូនចង់តំណែងទិញរូបមន្តគឺយើងមានបាញ់តាម Telegram ហើយយើងបញ្យល់ប្រាប់ពីដើមរហូតដល់គាត់ដុតបានហើយមកចេះនិយាយទៅមិនតែបានរូបមន្តទេយើងប្រាប់ពីរបៀបធ្វើអីទាំងអស់ទៀតហើយពីរបៀបដុតពីអីទាំងអស់នៅក្នុង Telegram ហ្នឹងបើគាត់ទិញរូបមន្តទៅវាអត់ថ្លៃអញ្ចឹងវាធ្វើអញ្ចឹងពឹងលើសមត្ថភាពឯងធ្វើខ្លួនឯងតែបើគាត់ឲ្យខ្ញុំទៅរៀនផ្ទាល់ហ្នឹងសេវាកម្មផ្សេងទៀតអញ្ចឹងណាអញ្ចឹងឥឡូវនេះគាត់ហើយខ្ញុំក៏បានបន្ថែមវីដេអូខ្លះគឺ3ជាន់ស្រួយ3ជាន់ខ្វៃយើងហ្នឹងជួយខ្ញុំបរៀនឲ្យគាត់នឹងមួយទៀតហើយនឹងទឹកជ្រលក់ទឹកសៀងទឹកអីហ្នឹងទឹកទាខ្វាយហ្នឹងហើយទៅពេលរៀនចប់ខ្ញុំឲ្យសភៅ recipe របស់គាត់មួយក្នុងវីដេអូអញ្ចឹងហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺរៀបរាប់តាំងពីដើមមកគឺមានតែប៉ុណ្្នឹងតែជាស្រេចដែលខ្ញុំបានរៀបរាប់ប្រាប់គ្រឿងទេសដោយសារតែខ្ញុំធ្វើវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញជាវីដេអូទេតែខ្ញុំមានលក់រូបមន្តហើយនឹងបង្រៀននិយាយទៅរៀនមិនថាខ្ជូងថាហ្គាសរៀនទាំងអស់ហ្នឹងហើយប៉ុណ្្នឹងមានវីដេអូបាយបាយ